ជាទីមេត្រីក្នុងស្ថានភាពសេដ្ឋកិច្ចមានការប្រឈមមុខជាច្រើនដោយសពថ្ងៃនេះការស្វែងរកតម្រង់ផ្ដាំអាជីពជារភាពតែងជាការសាកល្បងមួយឃើញបានប្រការនោះហើយមាននារីជនរួមជាតិខ្មែរបានជ្រើសការផ្ដាំអាជីពដោយយោងទៅតាមលក្ខណៈត្រង់ទ្រាយភូមិសាស្ត្រទំនៀមទម្លាប់ប្រពៃណីអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនដើម្បីបង្កើតរបររកស៊ីការផ្ដាំអាជីពផ្ដាំពីការលក់ដូរគ្រឿងសក្ការៈបូជាបម្រើពិធីបុណ្យនៅតាមវត្តអារាមខ្មែរគឺជាឧទាហរណ៍មួយចាក់ច្បាស់នោះដែរនេះជារបរធ្វើអាជីវកម្មរក្សាបានតម្លៃវប្បធម៌ផងនិងបង្ហាញបានលទ្ធភាពច្នៃប្រឌិតរបស់នារីជាជនរួមជាតិខ្មែរនោះដែរក្នុងនេតិនារីនិងការរនៅផ្សាយប្រចាំសប្តាហ៍នេះសូមអញ្ជើញទស្សនិកជនទាំងឡាយតាមដាននៅបទយោការមានចំណងជើងថានារីខ្មែរនៅឃុំថ្ងៃទឺផ្ដាំអាជីពពីតម្លៃវប្បធម៌របស់ជនជាតិដោយមានខ្លឹមសារដូចតទៅអាស្រ័យដោយត្រង់ទ្រាយភូមិសាស្ត្រវិញឡុងមានជនរួមជាតិខ្មែររនៅកោះកោទូទាំងខេត្តមានវត្តអារាមខ្មែរចំនួន156វត្តជារៀងរាល់ឆ្នាំជនរួមជាតិខ្មែរមានចាត់តាំងពិធីបុណ្យទានតាមទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងច្រើនដូចជាបុណ្យចូលឆ្នាំថ្មីបុណ្យសែនដូនតាបុណ្យកឋិនទានបុណ្យដង្ហែទានព្រះវស្សាជាដើមក្នុងពិធីបុណ្យនីមួយៗតែងត្រូវការនៅគ្រឿងសក្ការៈបូជាច្រើននោះដែរមីងថៃធីអានៅឃុំថ្ងៃទឺខេត្តវិញឡុងអាស្រ័យដោយឃើញបានលក្ខណៈគ្រួសារមីងនៅក្បែរប្រាសាទព្រះជុកនិងនៅជិតវត្តអារាមខ្មែរទៀតនោះបានជាមីងមានគោលគំនិតប្រកបរបរលក់ដូរគ្រឿងសក្ការៈបូជាគ្រឿងបរិក្ខារសម្រាប់មាមីងជនរួមជាតិខ្មែរងាយស្រួលទិញដោយមិនបាច់ធ្វើដំណើរទៅទីឆ្ងាយបង្ខាត់ពេលវេលានិងកាសប្រាក់យោងទៅតាមមីងថៃធីអាបានឲ្យដឹងថាកាលពីដើមគ្រួសារមីងប្រកបរបរស្រែចម្ការនោះដែរលុះដល់ពេលចាស់កម្លាំងកសោយមីងនឹងឃើញចង់រករបរណាស្រាលបន្តិចសមល្មមនឹងកម្លាំងរបស់ខ្លួនបានជាមីងជ្រើសនៅរបរលក់គ្រឿងសក្ការៈបូជានៅនឹងប្រទេសម្យ៉ាងវិញទៀតកាលពីដើមមីងក៏ធ្លាប់ប្រកបរបរជាងដេរបានជាមីងអាដេរបានត្រៃចីវរដោយខ្លួនឯងសម្រាប់លក់នោះដែរតាមមីងថៃធីអាបានឲ្យដឹងថាទោះបីនៅឃុំថ្ងៃទឺមានវត្តអារាមខ្មែរតែចំនួនតែ2វត្តនិងមានពុទ្ធបរិស័ទខ្មែរជាង1500គ្រួសារប៉ុណ្ណោះប៉ុន្តែអាស្រ័យដោយមាមីងជនរួមជាតិខ្មែរមានទំនៀមទម្លាប់ធ្វើបុណ្យសុនទានផ្សារភ្ជាប់នឹងវត្តអារាមបានជានៅប្រទេសមីងមានលុកចាប់តាំងពីធូបទៀនព្រះបដិមាត្រីចីវរបាតឆ័ត្រជាដើមតាមមីងអាមីងលុកបានច្រើនបំផុតក្នុងរដូវបុណ្យកឋិនទានដោយទទួលបានប្រាក់ចំណូលសមគួរនោះដែរធ្វើស្រែនៅស្រុកស្រែដែលឡូវចឹងលុកដូររបស់ខ្មែរយើងនៅស្រុកនោះមិនតាន់មានណាលុកទេពីដើមនៅទៅស្រុកតាយីងវាក់ទៅទិញនៅកូកែបានមានរបស់គេលុកហើយទៅនឹកឃើញដូចថាយើងនៅចិត្តវត្តដែរយើងលុករបស់នឹងទៅដើម្បីគេធ្វើបិណ្ឌហើយបិណ្ឌចូលភាសាបិណ្ឌហែទានភាសានោះហើយក្នុងបិណ្ឌតខិនហើយក្នុងបិណ្ឌណែដូចថាបិណ្ឌបច្ច័យ4ក៏ឬមួយបិណ្ឌបញ្ចុះថេតបិណ្ឌដែលគេធ្វើរាល់ថ្ងៃក៏មិនបិណ្ឌដែរបិណ្ឌបច្ច័យ4យើងធ្វើរាល់ថ្ងៃគេមកទិញបច្ច័យ4ស្អីហ្នឹងសម្រាប់ដូចថាលោកហើយយើងមានរបស់ការងារមុខក្រស៊ីយើងទៅអំបើដែរយើងចាស់ហើយយើងអត់ធ្វើអីបានហើយយើងប្រឹងធ្វើនឹងទៅឲ្យធ្វើបកាភ្នីផ្សំទៀតលុកហើយក្នុងដេកសបង់ដេកអីចឹងហើយយើងលុកហើយក្នុងលុកអីវ៉ាន់នេះនោះប្រាស់មានអីគ្រប់ធ្វើអបផ្សែកប់អីមានបបាត់មានបាតលោកបាត់អីសម្រាប់លោកដូចថាមកត្រង់បាតត្រង់ឲ្យលោកយើងដេផ្សំទៅហើយគង់ក៏កែឡូវនឹងមានអ្នកគេមកទិញច្រើនហើយបន្តខិនអីគេមកដាក់ច្រើនដែរមានខ្លះមានឆាត់ទូឆាត់ធំអីមានអីគ្រប់សពហើយក្នុងចពោប៉ិនចពោប៉ានស្វ័យយើងលុកគ្រប់ធ្វើចពោហើយក្នុងរបស់អីផ្សំថែមបកាភ្នីអីហ្នឹងហើយជើងពេនជើងអីអញ្ចឹងមានគ្រប់អស់ជើងទៀនក៏មានហើយទៀនហែប្រាភាសាក៏មានដែរទៀនធំទៀនទូចឯងមានគ្រប់អស់ដេចាដេខ្លួនឯងដែរនឹងដេស្បង់អីហ្នឹងចាយើងទិញសប៉ិតយកមកយើងកាត់យើងដេយើងទៅហ្នឹងហើយតម្លៃយើងយកពីគេមកតែយើងចំណេញបាន5%ទៅមកមួយអញ្ចឹងយើងធ្វើយើងទៅបាន10%អញ្ចឹងបិណ្ឌចូលប្រាភាសាលុកទៀនភាសាហើយលុកស្បង់ដែលយើងដេនោះយើងវិចបច្ច័យ4គេទិញមួយណាត់ដូចថាបញ្ចប់ទៅវត្តអញ្ចឹងណាអញ្ចឹងហើយក្នុងតខិន
ta khăn là lọc bán trả này ta khăn tính bạc cá phí là dừng thơ thèm nó dừng cái này thơ thèm nó hay muối tiết đây là dừng quay cái chạy buôn lọc ta khăn đây men sẽ bỏng muối nó nung nó hay cái tính cái ta việc đi sẽ bỏng muối bán ta khăn muối chúng đặt đây cái bên sâu men lý nó cái thay chúng ạ hay dừng để những cái dừng lọc bán bờ đấy chúng តាមមីងថៃធីមឹងនៅភូមិប្រែកឈូកឃុំថ្ងៃទឺបានអោយយើងខ្ញុំដឹងថាកាលពីមុនគ្រួសារមីងក៏ដូចជាគ្រួសារពុទ្ធបរិស័ទនៅជិតពេលតម្រូវការធ្វើបុណ្យទានម្ដងគឺត្រូវទៅទិញគ្រឿងបរិក្ខារទាំងឡាយនៅឯទីឆ្ងាយបងទាំងប្រាក់ផងនិងពេលវេលាធ្វើដំណើរទៅមកទៀតផងសប្តាហ៍ថ្ងៃនេះនៅទីនេះមានបងប្អូនជនរួមជាតិខ្មែរលក់ដូរនៅតំបន់នេះដោយមានគ្រឿងសក្ការៈបូជាគ្រឿងបរិក្ខារសម្បូរបែបងាយជ្រើសរើសតម្លៃសមល្មមទៀតផងពេលដើមមកឃើញថាទៅទិញសិតតែទៅយិញហើយឬកៅកែណាហើយឡូវដល់បានបងអានឹងគាត់លុករបស់បច្ច័យ4ហ្នឹងតែនៅគ្នាមកទិញហ្នឹងគួរឲ្យទៅសើគាត់ដែរគាត់បានចេះមកលុកដូរនៅក្នុងដុំស្រុកយើងហ្នឹងវាបានត្រឹមត្រូវណាហើយតម្លៃគេសមរម្យដែរមិនមែនមកថ្លៃអីទេហើយគួរឲ្យទៅសើដែរយើងខើបានយើងខើទៅឆ្ងាយនៅចិត្តនឹងទៅវាខើកាសឡានកាសកប៉ាល់វាhơiឆ្ងាយដែរការប្រកបអាជីវកម្មលក់ដូរសម្ភារៈសម្រាប់បម្រើពិធីបុណ្យនៅតាមវត្តអារាមខ្មែរមិនត្រឹមតែជាសកម្មភាពជួញដូរធម្មតានោះទេប៉ុន្តែវានៅទាំងជាការស្ដារឡើងវិញនៅមុខរបរសិប្បកម្មប្រវេណីជាច្រើនរបស់ជនរួមជាតិខ្មែរដូចជារបរធ្វើមុខធ្លុកមកុដរបរដេរត្រីជីវរសម្លៀកបំពាក់ខ្មែរមុខរបរធ្វើឧបករណ៍ភ្លេងខ្មែររបរជាងចម្លាក់គំនូររបរធ្វើធូបទៀនសេវាវេកចាប់គ្រឿងបរិក្ខារសម្រាប់ប្រគេនដល់ព្រះសង្ឃជាដើមការផ្ដើមអាជីពពីតម្លៃវប្បធម៌របស់ជនជាតិនោះបានរួមចំណែកក្នុងការច្នៃប្រឌិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឲ្យក្លាយជាផលិតផលឲ្យមានតម្លៃខាងសេដ្ឋកិច្ចចំណុចដែលលេចធ្លោជាងគេគឺការធ្វើនិងតុបតែងគ្រឿងលម្អក្នុងពិធីបុណ្យទានជាពិសេសក្នុងរដូវបុណ្យកឋិនទាននេះជាកិច្ចការដែលតម្រូវឲ្យមានការច្នៃប្រឌិតដើម្បីបង្កើតនូវគ្រឿងសក្ការៈបូជាគ្រឿងបរិក្ខារដ៏ស្រស់ស្អាតឆ្លើយតបទៅនឹងតម្រូវការក្នុងការបំពេញកុសលផលបុណ្យរបស់ពុទ្ធបរិស័ទគំរូអាជីវកម្មតាមលក្ខណៈគ្រួសារទាំងនេះមិនដំណើរការដោយឯកឯងនោះទេបុគ្គលម្នាក់តែងតែបញ្ជាប់ទំនាក់ទំនងគ្នាតាមរយៈតំបន់ដើម្បីផ្លាស់ប្ដូរមុខទំនិញឬបង្កើតជាក្រុមផលិតកម្មតូចៗនៅនឹងភូមិស្រុកនារីខ្មែរដូចជាមីងថៃធីអាដោយមានភាពប៉ិនប្រសប់និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទំនៀមទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែរបានក្លាយជាកម្លាំងស្នូលក្នុងការប្រែក្លាយគ្រឿងសក្ការៈបូជាគ្រឿងបរិក្ខារបម្រើក្នុងពិធីបុណ្យឲ្យទៅជាផលិតផលអាជីវកម្មដ៏ប្លែកពីអ្នកដទៃនិងផ្សារភ្ជាប់នឹងជីវិតផ្លូវចិត្តរបស់សហគមន៍ខ្មែរគំរូអាជីវកម្មនេះមានទីផ្សារស្ថិរភាពព្រោះជនរួមជាតិខ្មែរតែងចាត់តាំងពិធីបុណ្យទានតាមប្រពៃណីជាប្រចាំការធ្វើអាជីវកម្មបែបនេះជួយរក្សាឲ្យពិធីបុណ្យនៅតាមក្រុមគ្រួសារនិងវត្តអារាមប្រព្រឹត្តទៅបានល្អនិងប្រកបដោយភាពថ្លៃថ្នូរមុខរបរលក់ដូរនេះមិនមែនត្រឹមតែជាការងាររកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះទេនៅទាំងជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការថែរក្សាវប្បធម៌ធ្វើបុណ្យដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរអាស្រ័យដោយយល់ដឹងពីវប្បធម៌របស់ជនរួមជាតិខ្មែរដឹងបានអំពីទំនៀមទម្លាប់ពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរដឹងនៅតម្រូវការរបស់ជនរួមជាតិខ្មែរបានជាមានបងប្អូននារីជាជនរួមជាតិខ្មែរមានការរបៀសរវៃក្នុងការធ្វើអាជីវកម្មបង្កនូវភាពងាយស្រួលជូនដល់ខ្លួនក្នុងការផ្ដើមអាជីពនេះជាឱកាសសម្រាប់នារីជនរួមជាតិខ្មែរទាញយកនូវតម្លៃវប្បធម៌សម្ដៅពង្រីកសេដ្ឋកិច្ចគ្រួសាររបៀបផ្ដើមអាជីពដូចនេះបានជំនួយឲ្យនារីខ្មែរមួយចំនួនមិនត្រឹមតែមានប្រាក់ចំណូលលំនឹងជូនដល់គ្រួសារនៅទាំងរួមវិភាគទានរក្សាពង្រីកអត្តសញ្ញាណជាតិរបស់ខ្លួនទៀតផង។